សេចក្តីជូនដំណឹងស្តីអំពីស្ថានភាពព្យុះទី27ឈ្មោះកូតូយោងទៅតាមការសង្កេតពិនិត្យនិងវិភាគទៅលើស្ថានភាពអាកាសធាតុនៅក្នុងតំបន់និងនៅព្រះរាជាណាចក្រកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងទៅដល់សាធារណជនឲ្យបានជ្រាបថាសម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី27ឈ្មោះកូតូT25-27 ហើយមានឥទ្ធិពលមកលើរបបខ្យល់មូសុងអេសានខ្លាំងដែលបក់បោកលើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអានដាមែននិងនៅលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងនូវឥទ្ធិពលកម្រិត 30% នៅចន្លោះរវាងចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30ខែវិច្ឆិកាស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី27ខែវិច្ឆិកាដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025តំបន់វាលទំនាបខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំងខេត្តសៀមរាបខេត្តកំពង់ធំខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តព្រៃវែងខេត្តកណ្ដាលខេត្តតាកែវខេត្តស្វាយរៀងនិងនៅរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់បក់បោកខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% តំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺខេត្តប៉ៃលិនខេត្តឧត្តរមានជ័យខេត្តព្រះវិហារខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% តំបន់មាត់សមុទ្រខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបនិងជួរភ្នំបូកគោបរិមាណទឹកភ្លៀងអាចនឹងកើនមានឡើងនៅក្នុងកម្រិតមធ្យមនិងមានខ្យល់បោកបក់ខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% រលកសមុទ្របោកបក់ខ្លាំងនិងមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងទៅតាមការព្យាករណ៍ដោយបានជម្រាបជូនខាងលើនេះសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកពិសេសបងប្អូននេសាទតាមសមុទ្រក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តតាមដាននិងវិភាគអំពីស្ថានភាពអាកាសធាតុដើម្បីធ្វើការជម្រាបជូនជាបន្តបន្ទាប់នៅក្នុងករណីដែលមានការប្រែប្រួលសូមសាធារណជនទទួលជ្រាបជាព័ត៌មានថ្ងៃពុធ6កើតខែមករាឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025